ជាបន្តទៀតនេះសូមអញ្ជើញលោកអ្នកតាមដាននៅព័ត៌មានជាតិពិស្ដាការរៀបអាពាហ៍ពិពាហ៍គឺជាទំនៀមទម្លាប់ខ្មែរដែលមានតាំងពីសម័យបុរាណកាលមកម្ល៉េះហើយកម្មវិធីនេះត្រូវបានវិវត្តទៅតាមសម័យកាលទាំងរយៈពេលនៃការប្រារព្ធការស្លៀកពាក់និងបែបបទនៃការរៀបចំជាដើមរហូតមកដល់ពេលនេះអាពាហ៍ពិពាហ៍កាន់តែមានភាពងាយស្រួលជាងមុនដោយសារតែសេវាកម្មអាពាហ៍ពិពាហ៍ជាច្រើនបាននឹងកំពុងបង្កើននូវគំនិតច្នៃប្រឌិតថ្មីៗដែលធ្វើយ៉ាងណាឲ្យសម័យខ្លួនឬក្រុមគ្រួសារកាន់តែមានភាពងាយស្រួលនិងចំណេញពេលវេលាក្នុងការរៀបចំពិធីមួយនេះអាស្រ័យទៅលើការវិវត្តបែបនេះហើយទើបក្រុមហ៊ុន Anusa Event Planner បានរៀបចំការតាំងពិព័រណ៍អាពាហ៍ពិពាហ៍នេះឡើងរយៈពេល2ថ្ងៃគឺថ្ងៃទី15និង16ខែតុលាឆ្នាំ2016នៅអគារ ABC នៃមជ្ឈមណ្ឌលពិព័រណ៍និងសន្និបាតកោះពេជ្រលោកសេងពិសិដ្ឋនាយកប្រតិបត្តិក្រុមហ៊ុន Anusa Event Planner បានលើកឡើងថាពិព័រណ៍នេះបានបង្កើននូវភាពងាយស្រួលដល់គូស្វាមីក្នុងការរៀបចំមង្គលការដោយកាត់បន្ថយការចំណាយពេលស្វែងរកអ្នកផ្គត់ផ្គង់បន្ថយបន្ទុកនៃការរៀបចំនិងបង្កើនការសន្សំសំចៃពេលគឺធ្វើឲ្យការរៀបមង្គលការងាយស្រួលជាងមុនចំណាយពេលនិងថវិកាតិចជាងមុននៅក្នុងឱកាសនៃពិធីបើកសម្ពោធនៃពិធីតាំងពិព័រណ៍នេះដែរឯកឧត្តមឈួនតារារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថាការតាំងពិព័រណ៍នេះគឺចំពេលដែលរដូវអាពាហ៍ពិពាហ៍ជិតឈានចូលមកដល់ជាឱកាសដ៏ពិសេសសម្រាប់អ្នកដែលមានគម្រោងនៅក្នុងការរៀបអាពាហ៍ពិពាហ៍តាមរយៈការចូលរួមពីសំណាក់ក្រុមហ៊ុនឯកជនដែលបានចូលរួមដើម្បីផ្ដល់នូវសេវាកម្មមង្គលការក្នុងតម្លៃពិសេសនិងមានគុណភាពឯកឧត្តមបានបន្ថែមថាការចូលរួមពីក្រុមហ៊ុនឯកជនក្នុងភាពជាដៃគូជាមួយនឹងសេវាសាធារណៈគឺជាការកំណត់ជោគជ័យសំខាន់នៅក្នុងកិច្ចខិតខំប្រឹងប្រែងនិងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាក៏ដូចជាការចូលរួមចំណែកក្នុងការកាត់បន្ថយនៃការចំណាយរបស់ប្រជាពលរដ្ឋកម្ពុជាទៅលើកម្មវិធីប្រពៃណីផ្សេងៗដូចជាកម្មវិធីអាពាហ៍ពិពាហ៍នេះជាដើមសូមបញ្ជាក់ថានៅក្នុងឱកាសនៃការតាំងពិព័រណ៍រយៈពេល2ថ្ងៃនេះអ្នកចូលរួមអាចទទួលបាននូវការប្រឹក្សាយោបល់លើជម្រើសប្រឹក្សាសេវាកម្មផ្សេងៗដូចជាសម្អាងការរូបថតការភេសជ្ជៈម្ហូបអាហារដេគ័រតុបតែងសង្ហារឹមសន្តាគារនិងតុបតែងផ្កាជាដើមប្រិមត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីព័ត៌មានអាស៊ីគ្នេយ៍ចុងសប្តាហ៍ដែលលោកអ្នកទើបតែតាមទស្សនាបានឈានមកដល់ទីបញ្ចប់សូមអរគុណចំពោះការយកចិត្តទុកដាក់តាមទស្សនារបស់លោកអ្នកខណៈនេះព័ត៌មាននេះខ្ញុំមកចានីរ៉នខ្ញុំបាទបុតលេងរួមជាមួយនឹងក្រុមការងារទាំងអស់សូមអរគុណនិងសូមគោរពលា